សារគាត់ខលមកប្រាប់ថាអញ្ចេះប្រពន្ធគេនឹងឈឺធ្ងន់ណាស់ដូច្នេះត្រូវមកជាបាលនៅស្រុកឥណ្ឌាដល់ពេលអញ្ចឹងទៅគាត់អត់មានអារម្មណ៍នៅក្នុងខ្លួនទេជំរាបសួរពុកម៉ែមីមីបងប្អូនទាំងអស់គ្នាថាទៅចិត្តជាម្ដាយមិនថាខ្ញុំមិនថាគេទៅឲ្យតែអារម្មណ៍មិននៅក្នុងខ្លួនហ្មងអារម្មណ៍នៅជាមួយកូនអញ្ចឹងណាហើយម៉ែក្មេកខ្ញុំគាត់ត្រៀមហូបឡើង4 5មុខហើយក៏ប្រាប់ខ្ញុំថាអញ្ចេះចូលទៅចក្រានចានឆ្នាំងគាត់រៀបចំទុកដាក់ផងហើយដួសម្ហូបដាក់ប្រអប់ចឹងទៅព្រោះកូនគាត់ចិត្តមកដល់ហើយដល់ពេលខ្ញុំម្លេចនេះខ្ញុំកំពុងតែ voice over នេះគឺខ្ញុំនៅផ្ទះប្អូនថ្លៃបងប្អូនប៉ុន្តែអត់បានជួបគាត់ទេគឺគាត់ទៅដេកពេទ្យទៅនិយាយទៅគាត់មានជំងឺថាជំងឺរបស់គាត់ហ្នឹងគឺជំងឺថាយើងនៅកន្លែងតំបន់ត្រជាក់ខ្លាំងចូល0អង្សាអញ្ចឹងទៅធ្វើឲ្យគាត់ហ្នឹងផ្ដាសាយធំធ្វើឲ្យគាត់និយាយអត់ចេញដល់ពេលបន្ទាប់មកអញ្ចឹងទៅគាត់ក្អកហើយគាត់ដែលថាក្អកទៅចេញឈាមចេញអីចឹងដល់ពេលនៅទៅមើលពេទ្យនៅស្រុកគេប្រហែលជាមិនទុកចិត្តមិនខ្ញុំមិនដឹងឯណានិយាយទៅជនជាតិឥណ្ឌាភាគច្រើននៅកន្លែងតំបន់ខ្ញុំរស់នៅឲ្យតែឈឺធ្ងន់ដឹងតែគាត់មកព្យាបាលនៅឥណ្ឌាហើយគាត់ទៅថាគាត់ថាពេទ្យនៅស្រុកគេហ្នឹងវាល្អប៉ុន្តែគាត់ថា long process វាអត់ព្យាបាលលឿនអញ្ចឹងហើយភាគច្រើនក៏គាត់មកពេទ្យនៅស្រុកគាត់ក៏ទុកចិត្តអីអញ្ចឹងបងប្អូនរាល់តែដងឲ្យតែគាត់ឈឺដឹងគាត់រត់មកពី3 ដងហើយតែនៅពេលដែលគាត់មកម្ដងមិនថាឈឺមិនថាជាទេគឺខ្ញុំនឹងឯងគឺហត់ជាងគេបងប្អូនមើលទៅក្នុងវីដេអូទៅអាហ្នឹងតាមមួយផ្នែកណាមួយផ្នែកធំទៀតខ្ញុំអត់បង្ហាញបងប្អូនឲ្យឃើញទេហើយម៉ែក្មេកខ្ញុំតាណាតានេះចិត្តស្ដៅខ្ញុំនឹងកូនមកតាមអញ្ចឹងមានអារម្មណ៍ថាពេលខ្លះខ្ញុំមានអារម្មណ៍ថាធុញដែរបងប្អូនហើយមកអង្គុយនេះមកអង្គុយចាំផ្ទះបងប្អូនមកអង្គុយចាំផ្ទះគេហ្នឹងម្ចាស់គេអត់នៅហងតែពីអ្នកកូនមកព្រោះម៉ែក្មេកខ្ញុំទៅពេទ្យបាត់ហើយដល់ពេលអញ្ចឹងខ្ញុំថាខ្ញុំសួរម៉ែក្មេកថាហៅខ្ញុំមកទៅអីបើប្អូនដេកពេទ្យឲ្យដេកហ្នឹងទៅប៉ុន្តែគាត់ថាចឹងឲ្យមកសំណុកគាត់ហៅយកអីវ៉ាន់ជូនពីពេទ្យមកផ្ទះពីពេទ្យអញ្ចឹងណាតែគិតថាសពអ្នកដែលហត់ខ្លាំងជាងគេគឺខ្ញុំហ្នឹងឯងបងប្អូនអូនស្រីខ្ញុំហ្នឹងបងប្រុសបងស្រីគេនេះមិនសូវខ្វល់ខ្វាយទេអារឿងតាក់ទងវិធីអីមួយនៅក្នុងគ្រួសាររបស់គាត់ពិធីស្អីក៏ដោយតាក់ទងសូត្រមន្តសូត្រអីឬកម្មវិធីតាក់ទងសាសនាក៏ដោយគឺខ្ញុំនឹងម៉ែក្មេងរៀបចំឲ្យទាំងអស់ដល់ពេលសាច់ថ្លៃគេមកអង្គុយលក្ខណៈដូចជាភ្ញៀវចឹងឯងចឹងបានពេលខ្លះខ្ញុំស្ដីឲ្យប្តីខ្ញុំថាតាមពិតទូនីតិអស់ហ្នឹងគឺខាងសាច់ថ្លៃខាងប្រុសទេយើងខាងស្រីយើងអត់មែនទៅចាត់ចែងការងារអស់ហ្នឹងទេប៉ុន្តែពួកគេខាងប្រុសហ្នឹងគឺគេអត់និយាយទៅគេអត់ខ្វល់គេឲ្យចុចដាក់ហ្មងដល់ពេលអញ្ចឹងទៅម៉ែក្មេកខ្ញុំឲ្យអ្នកចេញមុខបើសិនជាគាត់ចេញមុខទៅគាត់វាមិនអីទេគាត់ចេញមុខគាត់ហៅខ្ញុំមកដែរដល់ពេលអញ្ចឹងទៅខ្ញុំអូយបងប្អូនមានអារម្មណ៍ថាហត់ហើយខ្ញុំសូមប្តីខ្ញុំងូចថាយើងទៅធ្វើផ្ទះនៅផ្សេងទៅកុំនៅផ្ទះច្បងមួយគ្នាអញ្ចឹងវាមិនស្រួលទេប៉ុន្តែប្តីខ្ញុំនិយាយថាมันអាចទៅរួចទេដោយសារគាត់មានម្ដាយតែមួយពុកគាត់មិននៅអញ្ចឹងហើយគាត់មិនអាចទៅចោលម្ដាយគាត់បានទេតែអ្វីដែលពិបាកបំផុតនោះគឺខ្ញុំនឹងឯងតែត្រូវរស់នៅម្ដាយក្មេកវីដេអូខ្ញុំ